លីដាឡាំងគឺជាកូនអ្នកមានដែលល្បីឈ្មោះក្នុងទីប្រជុំជនឪពុករបស់គាត់បានរកស៊ីតាំងពីយូរណាស់មកហើយបានប្រមូលទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ហាងលក់ដូរមាននៅស្ទើរពាក់កណ្ដាលភ្លឺក្នុងជង្រុកស្តុកពេញដោយស្រូវអង្ករហើយក្នុងឃ្លាំងប្រាក់មានប្រាក់គោជារតិចំនួន3ធំគួរឲ្យសោកស្ដាយឪពុករបស់គាត់បានស្លាប់លឿនហើយមុននឹងលាចាកលោកគាត់បានចាប់ដៃកូនប្រុសហើយផ្ដាំថាដាឡាំងអើយទ្រព្យសម្បត្តិធំប៉ុណ្ណាក៏មិនអាចទ្រាំនឹងការចាយវាយខ្ជះខ្ជាយបានដែរកូនត្រូវតែរៀនរៀបចំកេរ្តិ៍ឲ្យបានល្អនិងថែរក្សាកេរដំណែលគ្រួសារនេះប៉ុន្តែលីដាឡាំងមិនបានស្ដាប់តាមទេគាត់គិតថាប្រាក់ក្នុងផ្ទះនឹងចាយមិនចេះអស់ទេកាលពីពេលដែលគាត់ទទួលកេរដំណែលដំបូងគាត់តែងតែដេកលក់រហូតដល់ថ្ងៃជ្រេជិតលិចហាងលក់ដូរគាត់ក៏មិនបានគ្រប់គ្រងឯដីស្រែចម្ការក៏មិនរកអ្នកមើលថែដែរពេលភ្ញាក់ពីដេកគាត់តែងតែបបួលមិត្តភក្តិអាក្រក់របស់គាត់ទៅហូបចុកនៅឯភោជនីយដ្ឋានលើតុមានសាច់មាន់សាច់ទាសាច់ត្រីនិងសាច់ផ្សេងរាល់ពេលព្រមទាំងផឹកស្រាអង្ករល្អបំផុតគាត់តែងតែចាយលុយអស់ច្រើនរហូតដល់ពេលគិតលុយគាត់មិនព្រមព្រឹបភ្នែកសោះជំទាវចាស់មើលឃើញហើយព្រួយបារម្ភក្នុងចិត្តក៏បានណែនាំគាត់ថាលោកម្ចាស់ក្មេងយើងត្រូវចេះសន្សំសំចៃខ្លះស្រូវអង្ករនៅក្នុងឃ្លាំងបើកាលណាស៊ីអស់6ខែទៀតនឹងអស់គ្មានសល់ហើយតែលីដាឡាំងបែរជាគ្រវីដីថាខ្លាចអីលក់ដីពីរណាទៅវានឹងបានលុយហើយមិនយូរប៉ុន្មានគាត់ពិតជាបានលក់ស្រែដ៏ល្អបំផុតនៅខាងក្រៅភូមិទៅឲ្យមេដីភូមិយិតខាងយកប្រាក់មកវិញគាត់បន្តទៅហូបចុកលេងសប្បាយនៅភោជនីយដ្ឋានលំដាប់ខ្ពស់ដល់រដូវរងាគាត់ឃើញអ្នកមានក្នុងទីក្រុងសុទ្ធតែស្លៀកពាក់អាវរំសាត់គាត់ក៏មានចិត្តចង់ដែរគាត់បានចំណាយប្រាក់ដែលគ្រួសារធម្មតាអាចរកបាន10ឆ្នាំដើម្បីទិញអាវរំសាត់ដ៏ក្រាស់បំផុតពីខាងក្រៅកំពាំងអ្នកបម្រើក្នុងផ្ទះបានទូន្មានគាត់ថាលោកម្ចាស់ក្មេងអាកាសធាតុត្រជាក់យ៉ាងណាក៏យើងអាចទ្រាំបាននឹងអាវសម្លៃហេតុអ្វីត្រូវចាយលុយខ្ជះខ្ជាយនេះគាត់ក៏បន្លែភ្នែកហើយស្ដីថាលីដាឡាំងខ្ញុំមិនអាចស្លៀកពាក់អាវរំសាត់បានទេឬគាត់បែបនេះឯងថ្ងៃនេះគាត់លក់ហាងលក់ដូរថ្ងៃស្អែកគាត់លក់វត្ថុបុរាណមួយថ្ងៃបន្ទាប់ទៀតគាត់ក៏បានផ្លាស់ប្ដូររទេះសេតក្នុងផ្ទះឲ្យទៅជារទេះសេតថ្មីគាត់តែតែគិតថាទ្រព្យសម្បត្តិគ្រួសារមានច្រើនមិនចេះឲ្យទេពីដំបូងអ្នកជិតខាងឃើញគាត់ចាយលុយឆាយក៏លន់មាត់ច្រណែនថាគ្រួសារដាឡាំងពិតជាមានទ្រព្យសម្បត្តិមែនប៉ុន្តែបន្តិចម្ដងមនុស្សបានដឹងថាគាត់បានលក់របស់របរកាន់តែច្រើនឡើងពីដីស្រែដ៏ល្អដល់ផ្ទះសម្បែងពីវត្ថុធัวពីមាសប្រាក់ដល់គំនូរនិងវត្ថុបុរាណសូម្បីតែកំប៉ុងបារីត្បូងមរកតដែលឪពុកគាត់បន្សល់ទុកក៏ត្រូវគាត់យកទៅប្ដូរយកស្រាភុកដែរគាត់ថែមទាំងបានស្ដីបន្ទោសឲ្យជំទាវនិងអ្នកបម្រើក្នុងផ្ទះថាស៊ីអិនប្រយោជន៍រួចបណ្ដេញពួកគេចេញអស់មួយឆ្នាំទីប្រជុំជនមានគ្រោះរាំងស្ងោនិងត្រូវការស្រូវអង្ករលីដាឡាំងចង់ទៅទិញអង្ករប៉ុន្តែឃើញថាថង់ប្រាក់របស់គាត់នៅទេគាត់ចង់លក់ដីគាត់ក៏បោកប្រអប់ឈើរកបានកម្មសិទ្ធិដីហើយឃើញថាដីស្រែចម្ការត្រូវបានលក់អស់តាំងពីយូរមកហើយក្នុងផ្ទះរបស់គាត់ក្រៅពីក្រេបាក់បែកមួយនិងឆ្នាំងដែកមួយគឺគ្មានរបស់របរដែលមានតម្លៃសល់ទៀតនោះទេគាត់ឃ្លានវិលមុខចង់ទៅភោជនីយដ្ឋានដើម្បីសង្បាយហូបតែម្ចាស់ហាងឃើញសម្លៀកបំពាក់រហែករយ៉ៃរបស់គាត់ក៏ដេញគាត់ចេញមុខភ្លាមពេលឈួរនៅមុខទ្វារផ្ទះរបស់គាត់ដែលធ្លាប់ជាកម្មសិទ្ធិរបស់ខ្លួនគាត់ស្រាប់តែនឹកឃើញពាក្យដែលឪពុករបស់គាត់បានផ្ដាំមុនស្លាប់គាត់អង្គុយយំនៅជ្រុងជញ្ជាំងថាទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ហេតុអ្វីបានជាខ្ញុំស៊ីអស់គ្មានសល់ទៅវិញអង្គុយស៊ីអស់ខ្លួនមានន័យថាការចាយវាយតែប៉ុណ្ណោះតែមិនប្រកបរបរផលិតគឺដូចថាមានទ្រព្យសម្បត្តិច្រើនដោយភ្នំក៏នឹងអស់គ្មានសល់ដែរគឺសំដៅលើមនុស្សដែលជាតែសបាយមិនធ្វើការរកស៊ីហើយទីបំផុតក៏ចាយវាយអស់ទ្រព្យសម្បត្តិគ្រួសាររឿងនេះបានប្រាប់អាយុដឹងថាទ្រព្យសម្បត្តិមិនកើតឡើងដោយឥតប្រយោជន៍ទេហើយក៏មិនអាចទ្រាំនឹងការចាយវាយមិនរើសនិមិត្តបានដែរទោះបីជាគ្រួសារមានមូលដ្ឋានគ្រឹះរឹងមាំយ៉ាងណាក៏ដោយបើគ្រាន់តែចេះចាយវាយដោយមិនចេះគ្រប់គ្រងនិងសន្សំសំចៃទេទីបំផុតក៏នឹងក្លាយទៅជាអង្គុយស៊ីអស់ខ្លួនដោយលីដាឡាំងដែរក្នុងជីវិតយើងត្រូវតែចេះស្រឡាញ់ទ្រព្យសម្បត្តិដែលមានស្រាប់និងត្រូវរៀនបង្កើតតម្លៃតាមរយៈការខិតខំប្រឹងប្រែងទើបអាចធ្វើឲ្យជីវិតយើងកាន់តែល្អប្រសើរឡើង។